សួស្តីបងប្អូនទាំងអស់គ្នាតោះមកដឹងប្រវត្តិទូទ្រោះពីប្រទេស Cape Verde នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026តាំងពីវគ្គចែកពូលរហូតដល់វគ្គ32ក្រុមចុងក្រោយនៅក្នុងវគ្គចែកពូល3ប្រកួត Cape Verde គឺអត់ដែលចាញ់សោះប្រកួតទី1 0ស្មើជាមួយនឹងអេស្ប៉ាញប្រកួតទី2 2ស្មើជាមួយនឹងអ៊ុយរ៉ុហ្គាយប្រកួតទី3 0ស្មើជាមួយនឹងសោតប៊ីអារ៉ាប៊ីឆ្លងចូលដល់វគ្គ32ក្រុមចុងក្រោយនេះក៏មិនធម្មតាដែរបាទ Cape Verde នៅតែបន្តភាពខ្លាំងដោយ90នាទីពេញ2ស្មើជាមួយនឹងអាសង់ទីនឃើញថាការប្រកួតនេះមានភាពតានតឹងមែនទែនបាទតើតែមានការថែមម៉ោង15នាទី2ដងទើបមានគ្រាប់បាល់បន្ថែម3-2ដើម្បីឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយហើយក៏ចូលរួមសោកស្ដាយប្រទេស Cape Verde ដែលបានធ្លាក់នៅត្រឹមវគ្គ32ក្រុមចុងក្រោយ